ចំពោះការអប់រំនៃសតិសម្បជញ្ញៈគឺការដែលមានស្មារតីមិនវង្វេងដោយអំណាចមោហៈនិងអកុសលធម៌ផ្សេងៗចំពោះទៅលើសភាវៈធម៌ប្រចាំថ្ងៃសតិសម្បជញ្ញៈនេះអាចឃើញសភាពនៃឧបកិលេសទាំងអស់នឹងឯងរៀបបីដូចជារបស់អ្វីដែលជាមន្ទិលសៅមងប្រឡាក់នៅនឹងមុខរបស់បរិសុទ្ធស្ត្រីដែលមានការស្រឡាញ់នៅរូបស្អិតស្អាងនៅមុខកាលណាដែលមានការប្រឡាក់នៅមន្ទិលសៅមងយ៉ាងនេះក៏ប្រញាប់ដើម្បីដកហាត់ជូតយ៉ាងណាអ្នកដែលមានសតិសម្បជញ្ញៈក៏យ៉ាងនោះមានការប្រព្រឹត្តទៅដោយការលាងជម្រះនៅបាបអកុសលឧបកិលេសទាំងឡាយផ្សេងៗដែលកើតមានតាមផ្លូវចិត្តនោះដោយញ៉ាំកុសលធម៌ឲ្យមានការប្រព្រឹត្តទៅព្រោះសតិសម្បជញ្ញៈនេះឯងមកអំពីសតិសម្បជញ្ញៈឃើញទោសនៃអកុសលធម៌ព្រោះការលះនៅអកុសលធម៌ដោយមានបញ្ញាឃើញទោសនៃអកុសលធម៌នោះមិនមែនជាការបង្កប់បញ្ជាដើម្បីឲ្យកុសលកើតឡើងលះអកុសលទេតែការដោះហាត់លាងជូតជំរះនៅអកុសលធម៌ពីសន្តានពីព្រោះអីពីព្រោះអកុសលធម៌នោះមានលក្ខណៈជាទុក្ខដូច្នេះសតិសម្បជញ្ញៈកាលណាបើបានដឹងច្បាស់នៅលក្ខណៈជាទុក្ខចំពោះអកុសលធម៌ហើយក៏រមែងមានការបំបត្តិនៅអកុសលធម៌នោះឯងដោយអាស្រ័យសតិសម្បជញ្ញៈនឹងដូច្នេះសតិសម្បជញ្ញៈជាធម៌មានឧបការៈច្រើនដោយអាស្រ័យការសង្កេតពិនិត្យទៅលើលក្ខណៈនៃចិត្តជួនកាលយើងនឹកឃើញដល់បុគ្គលណាមួយហើយកើតការតោះចិត្តទាំងបុគ្គលនោះធ្លាប់មានឧបការៈគុណលើយើងតោះចិត្តសូម្បីមេត្តាបិតានឹងគឺជាខណៈនៃអកុសលធម៌ដែលប្រព្រឹត្តទៅជាមគ្គដោយអំណាចទោសៈចិត្តនឹងឯងមានការបញ្ចេញនៅកាយវាចាមិនកប់បីគឺអំពើឆ្កំឆ្គងដោយកាយវាចាព្រោះមានចិត្តប្រទុះហើយដែលចិត្តប្រទុះនោះប្រព្រឹត្តទៅជាលក្ខណៈមគ្គគឺការរំលឹកគុណព្រោះអីព្រោះសភាពនៃអកុសលដែលកើតឡើងនឹងឯងមិនប្រកបដោយសតិនិងសម្បជញ្ញៈបើការរលឹកឃើញដល់បុគ្គលនោះហើយមានសតិនិងសម្បជញ្ញៈក៏មានកុសលធម៌កើតឡើងដូច្នេះចំពោះការអប់រំនៅសតិសម្បជញ្ញៈក៏អាចដឹងបានថាមគ្គគឺការរំលឹកគុណកើតឡើងជាប្រភេទនៃអកុសលធម៌នឹងគឺថាបើហេតុបច្ច័យនៃមគ្គនឹងមានដោយការខ្វះសតិសម្បជញ្ញៈក៏កើតឡើងទៅតែមគ្គគឺការរំលឹកគុណនេះក៏អាចជាអារម្មណ៍នៃការសិក្សាបរិបត្តិគឺមានការរលឹកដឹងសភាពនៃចិត្តដែលកើតឡើងនេះគឺជាអកុសលជាមួយគ្នានឹងមានមោហៈដែលធ្វើឲ្យវង្វេងមិនដឹងសេចក្តីពិតនៃឧបការៈគុណដែលជាអារម្មណ៍នាំឲ្យកើតនៅកុសលធម៌នោះបែរទៅជាកើតនៅអកុសលធម៌ទៅវិញដូច្នេះក្នុងការដែលរលឹកឃើញដល់អ្នកដទៃដែលមានឧបការៈគុណហើយប្រកបទៅដោយការតោះចិត្តជួនកាល
ការដែលមិនបានរលឹកដឹងសភាពនៃចិត្តមិនដឹងថាជាអកុសលទេដោយយល់ច្រឡំវង្វេងថាបុគ្គលនឹងខុសយ៉ាងនេះខុសយ៉ាងនោះតោះយ៉ាងនេះតោះយ៉ាងនោះតែតាមពិតគឺនៅពេលនឹងសភាពនៃមโนវិញ្ញាណធាតុដែលកើតឡើងមានលក្ខណៈមានប្រភេទមួយយ៉ាងដែលប្រព្រឹត្តទៅដោយការតោះចិត្តតែតាមពិតសភាពនៃអារម្មណ៍ទោះជាអារម្មណ៍ប្រភេទណាក៏ដោយទាំងបរមត្ថសូម្បីអារម្មណ៍បញ្ញត្តិសភាពពិតគឺថាតែងតែត្រូវកុសលធម៌កើតឡើងនេះគឺថាបើសិនជាមានសតិសម្បជញ្ញៈគឺត្រូវតែញ៉ាំកុសលធម៌ឲ្យកើតឡើងព្រោះសេចក្តីពិតនៃអារម្មណ៍ហ្នឹងគឺសេចក្តីពិតហ្នឹងគឺអញ្ចឹងព្រោះហេតុដូច្នេះការដែលយើងមិនបានអប់រំសតិសម្បជញ្ញៈជួនកាលយើងនឹកឃើញដល់បកគលណាហើយយើងមិនទាំងដឹងថាជាប្រភេទនៃអកុសលធម៌ទេដោយរវល់ជាប់ក្នុងការពិចារណារឿងរបស់អ្នកដទៃបានជាភ្លេចដល់ការពិចារណាសភាពនៃចិត្តរបស់ខ្លួនដែលកើតឡើងហើយវាមានការវង្វេងស្លុងទៅក្នុងរឿងអ្នកដទៃព្រោះហេតុដូច្នេះចំពោះការអប់រំសតិសម្បជញ្ញៈគឺមានការរលឹកឃើញដល់សភាវៈពិតជាបរមត្ថគឺសភាពនៃចិត្តឬប្រភេទនៃចេតសិកផ្សេងៗហើយនឹងរូបបរមត្ថដែលមានការប្រព្រឹត្តតាមផ្លូវភ្នែកផ្លូវត្រចៀកជាដើមហ្នឹងតែប៉ុណ្្នឹងទេព្រោះហេតុដូច្នេះការអប់រំសតិសម្បជញ្ញៈទៅមានការប្រព្រឹត្តទៅជាសតិដ្ឋានបដិបត្តិអាចនឹងមានការពោលជំទាស់ក្នុងការបរិយាយសតិដ្ឋានបដិបត្តិការអប់រំចម្រើនវិបស្សនានេះថាត្រឹមតែជាឥន្ទ្រីសង្វរៈជាកុសលថ្នាក់សិលព្រោះកុសលថ្នាក់សិលគឺការសង្រួមឥន្ទ្រីមានចក្ខុន្ទ្រីជាដើមនឹងឯងមិនមែនជាការចម្រើនសតិដ្ឋានវិបស្សនាទេសតិដ្ឋានវិបស្សនាគឺត្រូវទៅធ្វើយ៉ាងនេះយ៉ាងនោះមានការខំប្រឹងដកដង្ហើមចូលចេញឲ្យដឹងមានពេលវេលាតាមកំណត់ដង្ហើមចូលចេញហ្នឹងគឺមានពេលដែលត្រូវដឹងដង្ហើមចូលចេញមានពេលជាធម្មតាឬត្រូវទៅធ្វើអិរិយាបថណាមួយជាដើមក្នុងពួកកាយានុបស្សនាសតិប្បដ្ឋានអញ្ចឹងទៅអានឹងទៅឈ្មោះថាបរិបត្តិសតិប្បដ្ឋានវិបស្សនាបើត្រឹមតែសង្រួមភ្នែកត្រចៀកចំអកអនាតកាយចិត្តតាមដែលបរិយាយមកទេគឺថាជាកុសលថ្នាក់សិលទេគឺឥន្ទ្រីសង្វរៈសិលសូមឲ្យបានជ្រាបថាបើមិនទៅតាមរយៈនៃសិលទេក៏មិនអាចមានការប្រព្រឹត្តទៅជាសតិដ្ឋានបដិបត្តិបានដែរព្រោះថាក្នុងការសង្រួមឥន្ទ្រីនេះពិតមែនតែជាសិលហើយប៉ុន្តែមានការប្រព្រឹត្តទៅជាសមាធិនិងបញ្ញានៅក្នុងការសង្រួមឥន្ទ្រីនោះដោយសិក្សាទៅលើអារម្មណ៍បរមត្ថតាមផ្លូវភ្នែកផ្លូវត្រចៀកផ្លូវច្រមុះផ្លូវអនាតផ្លូវកាយនិងផ្លូវចិត្តដូច្នេះសតិមិនមែនត្រឹមតែសតិថ្នាក់សិលទេគឺមានសតិថ្នាក់សមថៈសតិថ្នាក់វិបស្សនាក្នុងការសង្រួមនៅឥន្ទ្រីថ្នាក់សិលក៏មានសតិប៉ុន្តែសតិដែលមានការប្រព្រឹត្តទៅក្នុងការរលឹកដឹងលក្ខណៈនៃសភាវៈដែលកំពុងប្រកបនាំមកនៅបញ្ញាក្នុងការសិក្សាស្រាវជ្រាវពិចារណាសេចក្តីពិតនៃសភាវៈដែលជាសង្ខារធម៌សត្វហើយលះបង់ទៅតាមកម្លាំងនៃបញ្ញានោះសតិដែលនាំមកនៅបញ្ញាយ៉ាងនេះសតិនឹងគឺជាសតិថ្នាក់សតិប្បដ្ឋានសតិថ្នាក់សិលមិនមែននាំមកនៅបញ្ញាពិចារណាសង្ខារធម៌
សតិស្នាក់សិលគឺគ្រាន់តែមានការប្រព្រឹត្តទៅដោយការសង្រួមភ្នែកត្រចៀកច្រមុះអនាតកាយចិត្តហើយស្ងប់រងាប់នៅក្នុងកុសលស្នាក់សិលដោយមិនមានអវិជ្ជានិងទោមនស្សតែថាមិនមែននាំមកនៅបញ្ញាពិចារណាលក្ខណៈនៃសង្ខារលះបង់នៅសេចក្តីប្រកាន់ថាសង្ខារជាទូខ្លួននោះទេដូច្នេះសតិនឹងមានលំដាប់ថ្នាក់កុំច្រឡំថាឲ្យតែសតិគឺត្រឹមតែកុសលថ្នាក់សិលសតិសង្វរៈឬឥន្ទ្រីសង្វរៈថ្នាក់សិលការអប់រំចម្រើននៅសតិប្បដ្ឋាននាំមកនៅអរិយមគ្គប្រកបដោយអង្គ8ធ្វើឲ្យជាក់ច្បាស់នៅព្រះនិព្វាននេះគឺព្រះពុទ្ធដីកាព្រះអង្គសម្ដែងយ៉ាងនេះដូច្នេះកម្រិតនៃសតិនេះវាផ្សេងគ្នាហើយបើមិនប្រព្រឹត្តទៅតាមផ្លូវភ្នែកផ្លូវតិចផ្លូវច្រមុះផ្លូវអនាតផ្លូវកាយផ្លូវចិត្តទេតើសតិនឹងត្រូវរលឹកដឹងសភាវៈតាមផ្លូវណាបើយើងទៅថាទៅធ្វើដើម្បីដឹងចំពោះធម៌តែម្យ៉ាងដូចជាដើម្បីដឹងនៅខ្យល់ដង្ហើមចូលខ្យល់ដង្ហើមចេញនេះគឺថាជាលក្ខណៈដែលមិនមែនជាការចម្រើនអនត្តាធម៌មិនមែនជាអនត្តានុបស្សនាព្រោះថាជាការប្រព្រឹត្តទៅដើម្បីជាការបង្កប់បញ្ជាដើម្បីឲ្យសតិនឹងដឹងសភាវៈតែម្យ៉ាងតែលក្ខណៈនៃសតិក៏ជាអនត្តាអាចកើតឡើងដឹងសភាវៈតាមផ្លូវភ្នែកផ្លូវតិចឬផ្លូវណាក៏បានទាំងអស់ហើយហើយតែសតិដែលក្នុងសតិនោះមិនមានបុគ្គលណាទេដូច្នេះកុំឲ្យឮថាសតិតាមទ្វាទាំង6គឺជាកុសលថ្នាក់សិលឆ្នេះកុសលថ្នាក់សតិប្បដ្ឋានដែលប្រព្រឹត្តទៅជាកាយានុបស្សនាសតិប្បដ្ឋានរហូតដល់ធម្មានុបស្សនាសតិប្បដ្ឋានគឺថាមានការប្រព្រឹត្តទៅតាមទ្វាទាំង6នឹងឯងព្រោះថាទ្វាទាំង6នេះឯងជាវិថីជាផ្លូវនាំឲ្យកើតចិត្តជាទ្វានាំឲ្យកើតវិថីចិត្តហើយកាលណាបើមានវិថីចិត្តទៅសភាពនៃអារម្មណ៍នឹងឯងប្រកបឡើងកើតឡើងជាសភាវៈជារូបធម៌ហើយនឹងវិថីចិត្តដែលប្រកបជាមួយនឹងចេតសិកជានាមធម៌ហើយរូបធម៌និងនាមធម៌ប្រកបបានជាអារម្មណ៍របស់សតិវិបស្សនានេះគឺថាជាការឆ្លើយតបទៅលើពាក្យបដិបៈពាក្យជំទាស់ក្នុងការបរិយាយនៅសតិប្បដ្ឋានក្នុងការសម្ដែងផ្លូវប្រព្រឹត្តទៅដើម្បីចម្រើនវិបស្សនាក្នុងឧបកិលេសដែលត្រូវលះដោយសោតាបត្តមៈគឺមាន6ដូចបានរាប់រួចហើយទី2គឺបលាសៈវៃរឹកស្មើនឹងគឺមានការលើកតម្កើងខ្លួនឲ្យស្មើនឹងអ្នកធំជាដើមចឹងទៅដើម្បីយកគ្រាន់បើទៅតាមចំណេះដឹងអ្វីមួយដែលខ្លួនមានគ្រាន់បើជាងលោកនោះប៉ុន្តែទៅតាមភាពនៃខ្លួនបើថាព្រះសង្ឃជាអនុថែទេឬជាសាមណេរទេប៉ុន្តែមានចំណេះវិជ្ជាផ្សេងដូចជាការសិក្សាក្នុងព្រះវិន័យឬព្រះសូត្រឬនៅក្នុងនិកាយណាមួយឬក្នុងព្រះអភិធម្មគ្រាន់បើអញ្ចឹងទៅយកនៅចំណេះចេះដឹងដែលបានសិក្សានឹងឯងវាយស្មើនឹងព្រះថេរៈនឹងឈ្មោះថាជាឧបកិលេសមួយដែលហៅថាបលាសៈឬមានភាពផ្សេងទៀតសំបីធេរវៈកុហកយើងនេះឲ្យទៅនៅជាបឋិជនតែងមានឧបកិលេសនឹងឯងទី3គឺអ៊ីសាគឺរិស្យាច្រណែននឹងជាលក្ខណៈនៃចេតសិកម្យ៉ាងដែលប្រកបជាមួយគ្នានឹងតោសៈចិត្តប្រទោសចំពោះអារម្មណ៍មានការហួងហែងជាឧបនិស្សយបច្ច័យមានលោភៈការជាប់ជំពាក់ជាឧបនិស្សយបច្ច័យ
នឹងធัวអ៊ីសាក្នុងការអប់រំចម្រើនសតិប្បដ្ឋានផ្លូវទៅម្យ៉ាងនឹងឯងដែលប្រព្រឹត្តទៅដើម្បីលះបង់នៅឧបកិលេសព្រោះឧបកិលេសទាំងអស់មានសក្កាយតិដ្ឋិនេះជាទំនុកធំណាស់បើមិនទម្លាយទំនុកសក្កាយតិដ្ឋិទេមិនមានលះបង់ឧបកិលេសណាមួយបានទេក្នុងការរលឹកដឹងលក្ខណៈនៃសភាវៈពិតអាចលះបង់នៅអ៊ីសាបានការចរណែនអ្នកដតីដែលបាននៅលៀបយសសរសើរសុខអាចជាអារម្មណ៍នៃសេចក្តីចរណែនគឺអ៊ីសាប៉ុន្តែអ្វីក៏ដោយអ្វីក៏ដែរគឺសុទ្ធតែជារូបធម៌និងនាមធម៌ទាំងអស់ការបានលៀបការបានយសសរសើរសុខលោកធម៌ទាំង8គឺត្រឹមតែជារូបធម៌និងនាមធម៌ប៉ុណ្ណឹងទេដែលមានការកើតឡើងហើយត្រូវកំណត់ដឹងដោយស្ថិតឋានបរិបត្តិដោយសតិសម្បជញ្ញៈថ្នាក់វិបស្សនានៅពេលដែលដឹងថាគេបានលៀបគឺមានរូបប្រកបឡើងហើយគឺជាសច្ចភាពនៃសភាវៈដែលប្រកបផ្លូវភ្នែកនេះគឺជារបស់ពិតការឃើញក៏ជារបស់ពិតទៅនាំមកនៅមโนទ្វារវិថីចិត្តដឹងរឿងថាគេបានលៀបដូច្នេះមโนទ្វារវិថីចិត្តដែលដឹងរឿងក៏ជាសច្ចធម៌ការឃើញក៏ជាសច្ចធម៌សភាវៈរូបគឺរូបាយតនៈដែលប្រកបឡើងឲ្យឃើញក៏ជាសច្ចធម៌នេះគឺរូបធម៌និងនាមធម៌ដែលប្រកបឡើងហើយបើមិនមានសតិសម្បជញ្ញៈស្គាល់រូបធម៌ឬនាមធម៌នេះទេទៅជាមានអ្នកដែលបានលៀបកាលណាបើសម្គាល់ថាអ្នកដតីបានលៀបហើយអាចជាបច្ច័យនៃអ៊ីសាបានយ៉ាងនេះឯងប៉ុន្តែសេចក្តីពិតនោះគឺមិនមានអ្វីហួសអំពីរូបធម៌និងនាមធម៌នឹងទេដោយតែបានរៀបរាប់មកអំបញ្ញមិញឬលើអ្នកដតីមកនិយាយប្រាប់ថាគេបានលៀបច្រើនប៉ុណ្ណេះប៉ុណ្ណោះសំឡេងដែលប្រកាសឡើងផ្លូវត្រចៀកជារូបធម៌មួយយ៉ាងនៅក្នុងរូប28ជាសភាវៈពិតដែលត្រូវដឹងដោយសតិសម្បជញ្ញៈការឮក៏ជាសភាវៈពិតមโนវិញ្ញាណតាមផ្លូវចិត្តគឺមโนវិញ្ញាណធាតុដែលដឹងរឿងថាគេបាននោះក៏វាត្រឹមតែជាមโนវិញ្ញាណធាតុបើសតិសម្បជញ្ញៈកំណត់ដឹងនៅក្នុងសភាវៈពិតទាំងអស់ប៉ុណ្ណេះទៅហើយនោះតើមានសេចក្តីចរណែនកើតឡើងបានទេដូច្នេះសេចក្តីចរណែនព្រោះខ្វះសតិសម្បជញ្ញៈភរិយាស្វាមីមានការហួងហែងគ្នាទៅតាមសភាពនៃការខ្វះសតិសម្បជញ្ញៈភរិយាហួងហែងស្វាមីដើម្បីថាកុំឲ្យស្វាមីនឹងឯងមានភរិយាដទៃទៀតការហួងហែងមិនបានសម្រេចទេព្រោះធម៌ទាំងឡាយប្រព្រឹត្តទៅតាមបច្ច័យអាចកើតទៅជាអ៊ីសាច្រណែនដែលយើងចូលចិត្តហៅក្នុងរឿងហ្នឹងថាប្រច័ណ្ឌនោះតាមពិតលក្ខណៈនៃសភាវៈគឺពិតគ្រប់ពេលចិត្តដែលកើតឡើងគិតដើម្បីទៅមានភរិយាទៀតនេះជាសច្ចភាវៈដែលមិនអាចកែប្រែបានបើមានហេតុបច្ច័យហើយនោះការសន្សំក្នុងសន្តាននៃបុគ្គលម្នាក់ម្នាក់យើងមិនអាចដឹងបានទេដូច្នេះកាលណាបើផលនឹងយ៉ាងម៉េចហើយដែលយើងអាចដឹងនោះយើងត្រូវតែមានសមាធិដោយការដែលបានអប់រំគឺថាវាត្រូវតែប្រព្រឹត្តទៅយ៉ាងនោះព្រោះវាមានបច្ច័យធម៌ទាំងឡាយប្រព្រឹត្តទៅតាមហេតុបច្ច័យធម៌ទាំងឡាយប្រព្រឹត្តទៅយ៉ាងម៉េចគឺវាត្រូវតែប្រព្រឹត្តទៅយ៉ាងនោះឯងដែលឈ្មោះថាចិត្តដែលអត្ថាគិតដូច្នេះការគិតដើម្បីទៅមានភរិយាទៀតនេះគឺត្រឹមតែជាចិត្តប៉ុណ្ណោះការកំណត់ដឹងនៅសច្ចភាពរមែងមានការស្ងប់រងាប់នៅសេចក្តីច្រណែនឬប្រច័ណ្ឌនឹងឯងដូច្នេះគឺត្រឹមតែជាការគិតទេហើយការអប់រំសតិសម្បជញ្ញៈមិនមែនរហូតដល់ទៅថាអ្នកនេះគិតអ្នកនោះគិតទេគឺត្រឹមតែជាចិត្តនឹងឯងចិត្ត
យើងចង់ដឹងសភាវៈពិតណាស់បានជាយើងខំរៀនអភិធម្មតែយើងរៀនអភិធម្មចិត្តនេះចិត្តនោះមិនមែននៅក្នុងសៀវភៅក្បួនច្បាប់តម្រាទេបើញាតិញោមពិតជាចង់ស្គាល់អភិធម្មមែននោះគឺនៅពេលដែលការគិតកើតឡើងនឹងឯងនឹងគឺចិត្តអភិធម្មហើយនឹងដូច្នេះគឺត្រូវតែមានឆន្ទៈពេញចិត្តក្នុងការកំណត់ដឹងចាប់យកនៅសភាវៈអភិធម្មហើយមិនរវល់នឹងរឿងហើយនឹងមិនមែនយើងទេនឹងគឺបានន័យថាសតិសម្បជញ្ញៈកាលណាបើមានការសិក្សានៅក្នុងសភាវៈអភិធម្មរមែងមិនរវល់នឹងរឿងមិនមែនយើងមិនរវល់ទេបានន័យថាមិនមានរឿងដែលនាំឲ្យកើតទៅជាសេចក្តីកង្វល់រវល់ព្រោះវាមានសភាវៈសច្ចៈប្រកបឡើងដូច្នេះរឿងគឺមិនមានជាសភាវៈភាយាក៏យ៉ាងនោះដែរកាលណាបើមានចិត្តកើតឡើងយ៉ាងណាវាត្រូវតែមានការប្រព្រឹត្តទៅយ៉ាងនោះមកអំពីការដែលយើងខ្វះសតិសម្បជញ្ញៈទេតាដែលចេះតែមានការវង្វេងច្រឡំនឹកគិតថាគេនឹងមិនស្មោះត្រង់យ៉ាងនេះយ៉ាងនោះនាំឲ្យកើតទៅជាអកុសលធម៌ទោសៈប្រទុះសេចក្តីក្រោធសេចក្តីប្រចាំចរណែននឹងឡើងទាំងអស់រឿងទាំងអស់ហ្នឹងគឺវានៅលើយើងទៅដែលគិតថាគេយ៉ាងនេះគិតថាគេយ៉ាងនោះតែសភាវៈបរមត្ថគឺអត់មានតាមដែលយើងគិតនឹងទេការគិតមានពិតជាបរមត្ថតែរឿងនោះវាអត់មែនជាសភាវៈទេដូច្នេះយើងក្រោធយើងខឹងយើងចរណែនប្រចាំនៅក្នុងរឿងដែលចិត្តរបស់យើងគិតដោយខ្លួនយើងតែប៉ុណ្ណោះដែលរឿងនោះវាអត់មានប៉ុន្តែកាលណាបើខ្វះសតិសម្បជញ្ញៈវាហាក់ដូចជាវាមានអ្នកដទៃអញ្ចឹងមែនដែលនាំមកនៅសេចក្តីកង្វល់ដោយប្រការផ្សេងតែសភាវៈនៃបរមត្ថចិត្តដែលគិតការគិតគឺជាចិត្តដែលឈ្មោះថាចិត្តដោយអត្តគិតបើមិនមានការគិតអញ្ចឹងទេធ្វើម៉េចនឹងមានចិត្តដូច្នេះការកំណត់ចាប់យកនៃសភាវៈអភិធម្មដែលមានជំរឿនោះគឺនៅត្រង់មានសតិសម្បជញ្ញៈនឹងឯងហើយមិនហួងហែងទេការដែលមានសតិសម្បជញ្ញៈព្រោះអីព្រោះបានដឹងថាសភាពនៃចិត្តមានការសន្សំក្នុងសន្តានដោយអាស្រ័យបច្ច័យមិនមែនបុគ្គលណាមួយចេះបង្កើតចិត្តយ៉ាងនេះចិត្តយ៉ាងនោះគិតយ៉ាងនេះគិតយ៉ាងនោះមិនមាននរណាមួយចេះធ្វើទេគេគិតដើម្បីថានឹងទៅណាចោលយើងធម្មជាតិដែលឈ្មោះថាចិត្តដោយអត្ថគិតគិតយ៉ាងម៉េចក៏ដោយគិតយ៉ាងម៉េចក៏ដោយសូមយល់ញោមទទួលស្គាល់សភាវៈអវិធម្មដែលមិនមែនជានរណាមួយគិតគឺត្រឹមតែជាចិត្តប៉ុណ្ណឹងឯងនេះគឺជាការអប់រំសតិប្បដ្ឋានប្រកបដោយសតិសម្បជញ្ញៈជាន់ខ្ពស់មិនវង្វេងក្រៅអំពីអារម្មណ៍បរមត្ថទទួលស្គាល់ទទួលដឹងតែសភាវៈសច្ចៈសេចក្តីកំណាញ់មច្ឆរិយៈក៏ជាឧបកិលេសមួយដែលត្រូវដកខាត់ដោយសតិសម្បជញ្ញៈគ្រប់យ៉ាងទាំងអស់រហូតដល់សតិសម្បជញ្ញៈកម្ពូលគឺស្ថានបរិបត្តិក្នុងការលះបង់នៅទ្រព្យសម្បត្តិធ្វើទានជាការដកខាត់នៅអកុសលគឺមច្ឆរិយៈដូច្នេះការឃើញទោសអកុសលដោយសតិសម្បជញ្ញៈនាំមកនៅកុសលធម៌ទាំងឯងផ្សេងញាតិញោមខ្លះលះបង់នៅទ្រព្យសម្បត្តិធ្វើទានហើយនៅហួងហែងបន្តទៀតនៅថាជារបស់អញទៀតលះបង់នៅទ្រព្យសម្បត្តិដូចជាទេយវត្ថុអ្វីផ្សេងយកទៅដាក់វត្តដូចជាអំពូលភ្លើងឬដូចជាពីដានសន្ធាយាកន្ទេលអ្វីជាដើមនៅហួងហែងថាជារបស់ខ្លួនទៀតឬសូម្បីតែអាហារបាយទឹកនំចំណីហ្នឹងក៏ដែរកាលណាបើលើកជូនឲ្យដល់អ្នកដទៃហើយនៅតាមថាជារបស់អញទៀតតែចាំមើលគាត់ពិសារបស់អញទេលោកឆាន់របស់អញទេគាត់ប្រើរបស់អញទេលោកប្រើរបស់អញទេនៅជាប់តអញ្ចឹងទៅទៀតតែតាមពិតកាលណាបើកើតទៅជាកុសលចេតនាហើយជូនឬប្រកេននៅវត្ថុនោះដល់បដិគេហកៈហើយគឺលែងជារបស់យើងហើយទៅជារបស់អ្នកដទៃហើយដូច្នេះចង់អ្នកដទៃប្រើក៏ដោយមិនប្រើក៏ដោយអានឹងរបស់អ្នកដទៃដូច្នេះគឺថាការលះបង់នៅទេយវត្ថុធ្វើទានមិនជាប់ជំពាក់នឹងថាជារបស់យើងទេរឿងសំខាន់គឺនៅត្រង់ការលះមច្ឆរិយៈដែលជាឧបកិលេសបើលះមច្ឆរិយៈបានហើយចង់របស់នឹងលោកឆាន់ក៏ដោយមិនឆាន់ក៏ដោយគេប្រើក៏ដោយមិនប្រើក៏ដោយអានឹង
រឿងខាងក្រៅផ្សេងទេតែរឿងសំខាន់គឺត្រង់ការដែលយើងលះមកឆរិយៈរឿងសំខាន់គឺនៅលើរឿងលះឧបកិលេសនេះហើយឧបកិលេសទាំងឡាយផ្សេងតទៅទៀតដែលត្រូវលះដោយសោតាបត្តមៈទី5គឺមាយាការលាក់ពុតមាយានេះគឺបានសេចក្តីថាមិនប្រកាសនៅសច្ចភាពប៉ុន្តែអាចប្រព្រឹត្តទៅជាមុសាវាទអាហ្នឹងក៏ជាមាយាដែរជួនកាលមិនបានដល់គ្រប់អង្គជាមុសាវាទទេក៏នៅក្នុងលក្ខណៈនៃមាយាគឺការបិទបាំងនៅកំហុសដែលបានធ្វើហើយរឿងមាយាដែលនាំឲ្យកើតមុសាវាទនេះច្រើនបែបច្រើនយ៉ាងណាជួនកាលយើងមិនឈឺទេប៉ុន្តែយើងចង់ឲ្យអ្នកដទៃដឹងថាយើងឈឺព្រោះយើងមិនចង់ប្រកបកិច្ចការងារអ្វីឯណានេះមួយហើយក៏យើងធ្វើអាការៈហាក់ដូចជាឈឺគ្រាន់តែធ្វើមុខស្ញោអញ្ចឹងទៅឬដើរត្រេនទ្រាំអញ្ចឹងទៅប៉ុន្តែប្រកបទៅដោយចិត្តគិតនិងកុហកដូច្នេះគឺថាវិជ័យកម្មកាយទ្យាមុសាវាទការតាមកាយទ្យាជាងកាលយើងសម្រានមិនលក់ទេប៉ុន្តែយើងចង់ឲ្យអ្នកដទៃដឹងថាយើងលក់យើងសង្ងំស្ងៀមទៅបើមានចិត្តចង់កុហកដូច្នេះជាវិជ័យកម្មកាយទ្យាវិជ័យកម្មកាយទ្យានេះគឺសូមឲ្យញាតិញោមមានការសិក្សាឲ្យបានដល់ដើម្បីជាសតិសម្បជញ្ញៈជួនកាលយើងគ្រាន់តែមុជទឹកអីយ៉ាងណាហើយយើងមិនចង់ឲ្យអ្នកដទៃដឹងយ៉ាងនេះយ៉ាងនោះយើងអាចមានការខ្លែងមិនឡំបានក៏ទៅជាមុសាវាទដែរតាមកាយទ្យាច្រើនណាស់ដោយអំណាចមានឧបកិលេសមួយជានៃខ្លោងនៃមុសាវាទនឹងគឺមាយាទី6សាថាយៈអំនួតអួតអាងញាតិញោមជ្រាបហើយគឺការអួតហើយក៏អាចប្រព្រឹត្តទៅជាមុសាវាទដែរក្នុងការអួតនឹងជួនកាលមិនជាមុសាវាទទេប៉ុន្តែក្នុងលក្ខណៈជាអកុសលនិយាយតាមពិតទេប៉ុន្តែពិតនឹងពិតដោយលោភៈជាប់ជំពាក់នឹងខ្លួនក៏ជាអកុសលព្រោះវាជាលោភៈមិនកុហកទេប៉ុន្តែហៅថាអួតនឹងគឺសភាពនៃអកុសលគឺលោភៈធัวដែលមានការប្រព្រឹត្តទៅជាឧបកិលេសទាំង6នេះគឺមានឫសគល់របស់វាគឺសក្កាយទិដ្ឋិសេចក្តីសម្គាល់ថាមានខ្លួនសក្កាយទិដ្ឋិនឹងចែកទៅជា20ហើយក្នុងសក្កាយទិដ្ឋិ20ហ្នឹងសេចក្តីប្រកាន់ថារូបជាខ្លួនរូបប្រកាន់ថាជាខ្លួននឹងមាន1ហើយប្រកាន់នៅនាមធัวថាជាខ្លួនមាន7គឺនាមធัวដែលប្រកាន់ថាជាខ្លួន1គឺខ្លួនមានរូប2រូបនៅក្នុងខ្លួន3ខ្លួននៅក្នុងរូប4វេទនាជាខ្លួន5សញ្ញាជាខ្លួន6សង្ខារជាខ្លួន7វិញ្ញាណជាខ្លួនដូច្នេះមានរូប1ប្រកាន់ថាជាខ្លួនមាននាម7ប្រកាន់ថាជាខ្លួនរូបហើយនឹងអរូបលាយច្រឡំគ្នាប្រកាន់ថាជាខ្លួនមាន